លើកទី1 ទៅចាក់ស្ដាម ជោគជ័យបាត់គាត់លើកទី1 ដោយសារវាមានតម្លៃខ្ពស់ ហ្នឹងហើយ អូនឹងមានតម្លៃជាង $3ជាងទៅ$5 ចឹង ចឹង តែពួកហ្នឹងវាស្រាលដែរ អូអានេះនឹងអានោះខុសគ្នាហ៎ តម្លៃខុសគ្នា អូអានឹងថ្លៃអូហងស៊ុយ បងស៊ុយក្រុមនេះបង អញ្ចឹងអានេះការប្រមូលផលវាយូរដែរគេប្រឡេះមេឃធៀងវា ចា ចឹងបាទចំណាយពេល វាចិត្តដើមវាចិត្តនៅដុះមកទៀតអូចឹងវាក្តិចដើម យើងដកទាំងអស់ទាំង ចាបើតកួនខ្ញុំថាបើកាត់ណាកុំឲ្យដកវាតកួនចិនណា គួរអាចប្រមូលផលបាន2ដងទៅ3ដង កាត់ណាកាត់វាទៅវាលាស់ខ្នែង2អីមកទៀតណាពួកយើងចា បាទ2ដងទៅ3ដង ហ្នឹងហើយចឹងការមីងប្រាប់ឲ្យនៅក្នុងនោះហើយក្នុង Facebook ក៏វិញថាបើឲ្យដាំតកួនកាត់វាទៅវាលាស់មកទៀតបានប្រមូលផលបាន2ដង 2ទៅ3ដង ចា ឥឡូវមកជួបគ្នាដកស្មាត ខ្ញុំនិយាយលេងតដងតាម profile លេង ជួបគ្នាត ខ្ញុំថាជាអ៊ំថាដូចជាមកដើមខែ2ហើយដូចអត់ទាន់ឃើញប្រហែលជាអត់បានមកអញ្ចឹង អត់បានប្រាប់ឲ្យដឹង នៅស្រុកខ្មែរហ៎មកដល់តែតមកនេះ Do they have they made a reputation for themselves as far as like the quality and the taste of their lettuce? Like, do people know that that oh this is their lettuce, this is good quality, it tastes good? គេថាវាចង់ថាតើយើងដែលយើងដាំហ្នឹងតើបានកាកតសើពីអ្នកដែលញ៉ាំថាអូដំណាំហ្នឹងញ៉ាំទៅដូចថាវាមានរសជាតិល្អជាងសាឡាត់ធម្មតាឬក៏អីក៏មានការតសើពីអ្នកដែលគេយកទៅញ៉ាំហ៎ នេះបើនិយាយពី គេយកទៅញ៉ាំ តើវិញរឿងរសជាតិក៏អត់សូវចាប់អារម្មណ៍ដែរគាត់ចាប់អារម្មណ៍សំខាន់ជាងគេគឺគុណភាពនៃ អត់ បលពណ៌របស់វាបាទ ចា បលពណ៌របស់វាហ្នឹងគាត់ចាប់អារម្មណ៍ថាសាឡាត់នេះវាអាចស្លឹកវាល្អទាំងអស់វាអត់មានខូចអីទេវាអត់មានទុំអកុលខោមិនទុំហ្នឹងហើយតែគេបានយកទៅវាអត់ខាតអីទេ 5% យើងដាំដីទុំក្រោមក្រហមហ្នឹងហើយ តាមខ្ញុំឃើញដូចឆ្ងាញ់ហ្មងមើលទៅ ហើយមួយទៀតវាមាន ជិប តែ ព្រួយ ខ្ញុំទៅសាបាយថ្ងៃនេះខ្ញុំ ចាទៅវិញ ទៅសាអីគេ ធ្វើអីទៅដល់ត្រូវប្រឡយ នេះទៅ ដាក់ផ្សាយហើយដាក់ organic ត្រី food ហើយចលក់ទឹកត្រីជូរ នៅរ៉េស្តូរយើង organic restaurant តែខ្ញុំយកដែរប្រើ organic អូយកដាក់តាក់ជើងចៅ ទីក៏ត្រូវការតែ1គីឡូក៏កន្លះគីឡូអីបានតែមួយថ្ងៃធ្លាប់តែលុកឡាក់អី ហ្នឹងហើយធ្លាប់ពីក្រោមតិចទៅយើងដាក់ពេញប៉ោះដាក់ណាទឹមប្រាំងអីទៅតែ ក្រោយនេះខ្ញុំប្រមូលផលប្រឹងមិញខ្ញុំតយកបើខ្ញុំដាំទៅវិញខ្ញុំយកពេលខ្ញុំទៅនេះ ចាពេលទៅនេះបានមកធ្វើ បានចេះឆ្លាត ចេះឆ្លោហ្នឹងខ្ញុំទៅសើតាខ្ញុំឃើញខ្ញុំទៅចេះតាអូខ្ញុំឃើញអានឹងយូរខ្ញុំចង់ដឹងរបៀបដាំរបៀបម៉េច អានេះក្មួយធ្វើទាំងអស់ខ្លួន បាទ ឯង ធ្វើខ្លួនឯង ផ្សារដែកកាត់ដែកអី បាទហើយតឡើងរងនេះតែ3នាក់អី ហ្នឹងហើយ លើករងនេះឡើងតែ3នាក់ហើយក្នុងការលើកវាពិបាក ណែខ្មែរយើងមិនអត់ទេណា ណាចេះសព ចេះ គ្រប់ ធ្វើយ៉ាងដែរណា ហើយខ្ញុំលើករងនេះខ្ញុំលើក ជុកខ្មែរយើងធ្វើអង្គរវត្តពីដើម ដល់ម៉ោង6ខ្ញុំលើកហើយខ្ញុំចាក់ខ្ចៅរើ មើលទៅតាំងពីអូនឡាវផ្លាយ យ៉ាធ្វើគាត់អ្នកជាងខាងសំណង់ស្អីនៅដែរគាត់ដឹងមើលទៅវាមិនកវិកវៈអី មើលទៅភ្លឹង ពីដូចថាទីទៅទូតអីអត់ទេវាមើលទៅវាភ្លឹងមម ខាងខួរទេណា នៅ ភ្លឹង នៅ របស់ អត់ គាត់ ខ្ញុំអត់តាន់ សរសេរទេលើកបាន អានេះគ្រាន់តែលើកឲ្យឈរសិន ហ្នឹងលើក adjust បានអមមកថាខាងណាទៀបលើកខ្ពស់ទៅ បាទនៅដាក់នីវ៉ូ កៅស្ទួង បាទកៅស្ទង់ភាសាទៀត just to cover, it's not ចុះអាសម្រាប់ផំទឹកហ្នឹងកន្លែងវាតាណាធ្វើដាក់សម្រាប់ផំទឹកមក ដងខ្លួនឯងទេអត់ប្រើទឹកម៉ាស៊ីនណា អាហ្នឹងខ្ញុំជីកអាង stop ហើយទឹកម៉ាស៊ីនដែរ អូអញ្ចឹងប្រើទឹកដូងចេញមកបណ្ដោយ អត់ទេប្រើទឹកម៉ាស៊ីនអាហ្នឹងគ្រាន់តែអាង stop មួយដើម្បីដាក់ទឹកចូល អូដាក់ថ្នាំដាក់អីក្នុងហ្នឹងទៅវាវិលទៅត្រូវការដូរតែក្នុងប្រហែល បាទបាទ ខែមួយខែត្រូវដូរចេញម្ដងដែរទឹកហ្នឹ ខ្ញុំ ង ដូចជាអត់តាន់ដែរបានដូរផង គាត់នៅទឹកនឹងកដែលហ៎អូ បាទវាមាន Filter? ចម្រោះ ហ្នឹងហើយ កណ្ដាលអុកដែរចូលវាចម្រោះទឹក អានេះចោះស្វានដែរ នេះអានេះចង់អានេះពូជស្វាយនៅនោះគេចូលចិត្តអាហ្នឹងនៅអាមេរិកនោះហ៎ នេះចាស់មកខ្ញុំទៀតទៅចង់មក វាចេញផ្កាហ្នឹងពូជស្វាយអាមេរិកកាំងក៏មានលក់ដែរហ្នឹងទៅសអាមេរិកហើយណាសាឡាត់នោះក៏ចឹងដែរអាមេរិកកាំងថ្លៃសាឡាត់នោះនេះពូជនេះហ្នឹងហើយ លើ
สลัดต้องทลายชั่วเวลามือแบบเซ็ง สลัดយើងធម្មតា Spinach. เนี่ย Spinach here. จังอาด อันนี้จังย่อนี่ลวกไทยเฉยๆ